ភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad ព្រមានលោក Benjamin Netanyahu ថារុស្ស៊ីកំពុងដឹកនាំសង្គ្រាមប្រឆាំងនឹងយើងនិងបានបំផ្លាញមជ្ឈមណ្ឌលសំខាន់បំផុតទាំង4របស់កងទ័ពអ៊ីស្រាអែលដោយសាររបាយការណ៍ផ្លូវការមួយដ៏គួរឲ្យភ័យខ្លាចដែលធ្វើឲ្យទីក្រុង Tel Aviv មានការភ្ញាក់ផ្អើលដែលបានទទួលដំណឹងថាលោកពូទីនបានចូលរួមក្នុងសង្គ្រាមនេះហើយជំនួយរបស់គាត់ដល់ទីក្រុងតេហេរ៉ង់ជាមួយនឹងលទ្ធផលមិននឹកស្មានដល់ជាមួយគ្នានេះដែររបាយការណ៍របស់ភ្នាក់ងារ CIA សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថារុស្ស៊ីបានចូលរួមក្នុងសង្គ្រាមនេះរួចហើយនិងបានផ្ដល់ឲ្យរបបតេហេរ៉ង់នូវការគាំទ្រផ្នែកស៊ើបការកំណត់អត្តសញ្ញាណទីតាំងយោធាទីតាំងសំខាន់ៗរបស់អ៊ីស្រាអែលទីតាំងយោធានិងអាវុធរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាដែលបានរួមចំណែកដល់ទីក្រុងតេហេរ៉ង់ទទួលបានលទ្ធផលដ៏ជាក់លាក់បំផុតក្នុងមជ្ឈមណ្ឌលការពារជាតិអ៊ីរ៉ង់ការបំផ្លាញទីតាំងសំខាន់បំផុតទាំង4របស់អ៊ីស្រាអែលរួមមានមជ្ឈមណ្ឌលការពារជាតិបញ្ជាការដ្ឋានកងទ័ពអាកាសទីតាំងមន្ត្រីសំខាន់របស់អ៊ីស្រាអែលនិងទីតាំងជម្រកយោធាដែលបណ្ដាលឲ្យទាហានអ៊ីស្រាអែលរាប់រយនាក់ត្រូវបានសម្លាប់បន្ថែមលើការបំផ្លាញសំខាន់នេះភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad បានបង្ហាញក្តីព្រួយបារម្ភវត្តមានខ្លាឃ្មុំទឹករុស្ស៊ីវាយលុកសង្គ្រាមដោយកត់សម្គាល់ថាការស៊ើបការសម្ងាត់របស់រុស្ស៊ីអាចកំណត់គោលដៅសំខាន់ក្នុងនៅអ៊ីស្រាអែលបានត្រឹមត្រូវនិងជាក់លាក់សេតវិមានប្រធានាធិបតីលោក Trump ក៏បានបង្ហាញពីទុក្ខព្រួយចំពោះចេតនាលោកពូទីនការពាររបបអ៊ីរ៉ង់ដែលឥតងាករេនិងបារាជ័យក្នុងការបញ្ចុះបញ្ចូលវិមានក្រំឡាំងរបស់លោកពូទីនឲ្យយល់ស្របតាមលក្ខខណ្ឌទីក្រុង Washington របស់សហរដ្ឋអាមេរិកដែរលោកពូទីនបានធ្វើឲ្យយើងឈឺចាប់ដែលបានបណ្ដោយឲ្យអ៊ីរ៉ង់បំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែររបស់យើងនិងទីបញ្ជាការកណ្ដាលរបស់យើងដោយមិនមានការរារាំងណាមួយកើតឡើងហើយគ្រោះថ្នាក់ពិតប្រាកដសម្រាប់យើងមិនទាន់មកដល់ទេដរាបណារុស្ស៊ីនៅបន្តមានវត្តមានគាំទ្ររបបអ៊ីរ៉ង់ទីក្រុងមូស្គូនឹងមិនអនុញ្ញាតឲ្យសម្ព័ន្ធមិត្តធ្លាក់ចុះទន់ខ្សោយនោះឡើយហើយយើងនិងសហរដ្ឋអាមេរិកនឹងនៅតែជាបង្គោលមួយដ៏រឹងមាំដើម្បីកំណត់វាសនារបស់ពិភពលោកយើងសោកស្ដាយដែលមិនបានខ្វាយខ្វល់ជាមួយបញ្ហាអ៊ុយក្រែនកន្លងមកថ្មីនេះដែលបណ្តែតបណ្តោយឲ្យរបបទីក្រុងមូស្គូរឹងមាំត្រឡប់មកជួយសត្រូវរបស់យើងជាមួយនឹងភាគីចិនដើម្បីប្រឆាំងនិងដាក់វិន័យមកលើយើងសប្តាហ៍នេះវិញ